គ្រាន់បើជាងពួកការសម្ោរចោលស្រុកទាំងអស់នោះមានចិត្តសៀងជាងមុនបន្តិចឆ្អឹងធម្មតានៅតែជាឆ្អឹងធម្មតាឆ្អឹងក្បត់តាមយ៉ាងម៉េចថ្ងៃនេះខ្ញុំតំណាងឲ្យឆ្អឹងក្បត់នៅក្នុងលោកដណ្ដើមយកកិត្តិយសត្រឡប់មកវិញថៃភីងឯងរៀនចំនៅក្រោមភ្នំហើយទៅរកនិស័យសិលជាមួយនឹងពួកយើងចុះថៃភេងតូចខាងមុខជាមិនមែនឡងមិនហើយតែវាយឆ្អឹងទឹករបស់ឯងសិនទៅល្អនេះជាចង្រំទះបាញ់ចម្រោតើឯងមានឈ្មោះអ្វីដែរលេងពូយូបន្ទាប់មកចាប់ដើមតាមផែនការហេតុអីបានជាគាត់លោកខ្ញុំផ្សព្វគុំស្អីទៅស៊ូថៃភីងឯងបានធ្វើជាអ្នកបម្រើតកោបាយចាត់ទុកថាបុត3ជារបស់ឯងហើយពួកឯងថោកទាបណាស់ថៃភីងក្រោយលេបឆ្នាំទឹកនេះហើយឯងនឹងដោះឆ្អឹងទឹកភ្លាមចូលចងចាំថាកុំឲ្យគេដឹងថាឯងមានឆ្អឹងធម្មតាបើមិនចង់ត្រូវកំទេចពលឹងនឹងលុបការចងចាំខ្លាយទៅជាមនុស្សឈួតសម្រាប់ដូចឯងរើបាននៅជើងភ្នំសោះបើមានឆ្អឹងសរឹងរុះគួរឲ្យចាប់អារម្មណ៍ចាប់ដើមនេះជាឆ្អឹងសរៀមច្បងគេជាឆ្អឹងសឬហៅថាឆ្អឹងទឹកកន្ទុយជួគឺមិនខុសពីមនុស្សធម្មតានោះទេសម្រាប់ឯនេះកំពូលភ្នំទី1មិនអាចទទួលជាដាច់ខាតណាថៃភីងខ្ញុំធ្លាប់ឃើញសិស្សឆ្អឹងសមកច្រើនហើយវឹកខាត់មួយជីវិតក៏គ្មានការរីកចម្រើនដែរឯងទៅរស់នៅជាមនុស្សធម្មតាក៏ជាការរំដោះខ្លួនមួយដែរបាទបើគ្មានឆ្អឹងសគឺគ្មានសិទ្ធិធ្វើជាសិស្សនៅកំពូលភ្នំទាំង7ដែរបើសិនជាឆ្លងកាត់ការប្រកួតជាប់ទើបអាចនៅទីនេះបានបើខ្ញុំជាប់នៅក្នុងការជ្រើសរើសរបស់កំពូលភ្នំទាំង7តើខ្ញុំអាចចូលភ្នំ7បានទេខ្ញុំធានាឲ្យតែឯងជាប់ការជ្រើសរើសទ្វារនៅកំពូលភ្នំទាំង7នឹងបើចំហទទួលឯងលោកប្រតិចាខ្ញុំសូមវឹកហាត់នៅក្រោមភ្នំរយៈពេល3ឆ្នាំថៃភេងតូចបន្តពីនេះទៅត្រូវពឹងលើឯងហើយពួកយើងទាំងអស់គ្នានឹងរងចាំឯងនៅលើភ្នំពួកគេរួមគំនិតលោកខ្ញុំកំពូលភ្នំទាំង5ខ្ញុំជាអ្នកជ្រើសរើសទោះបីជាត្រូវបាក់ឆ្អឹងនៅទីនេះក៏ត្រូវយកឈ្នះការជ្រើសរើសរបស់កំពូលភ្នំទាំង7ដែររៀមច្បងស្ដាប់តាមការបញ្ជារបស់រៀមច្បងខ្ញុំបានឲ្យសាលាភាគខាងលិចចែកដីរិស័យខៀវឲ្យស៊ូថៃភីងហើយមនុស្សដែលកំពូលភ្នំទាំង7ពេញចិត្តទោះបីជាមានឆ្អឹងសយើងត្រូវតែបំផ្លាញវាចោលទុកឲ្យបិសាចនៅទីនោះទទួលស្វាគមន៍វាចុះមានមនុស្សមកហើយថៃភីងពេលដែលចូលដល់ប៉ាក់សិលហើយចូលដាំគ្រាប់សណ្ដែកនេះក្នុងដីទឹកចុះឯងនឹងទទួលបានលៀបសំណាងមួយមិនខានថៃភេងតូចមិនស្មានថាក្នុងបក្សលមានឆ្អឹងធម្មតាសោះគួរឲ្យចាប់អារម្មណ៍នេះជាណាខ្ញុំមានឈ្មោះពិតថាឈូលិញជីកាលពី600ឆ្នាំមុនត្រូវស្ត្រីលបធ្វើបាបប្រលឹងចុងក្រោយបានពួននៅក្នុងសម្បកសណ្ដែកមួយនេះទើបឯងរត់រួចខ្លួននិយាយតាមត្រង់ទៅធាតុទឹកនៅក្នុងសម្បកសណ្ដែកនេះគឺជាកន្លឹះដើម្បីស្ដារប្រលឹងខ្ញុំឡើងវិញតើឯងអាចយកតែមកគ្រាប់បានទេហើយទុកពេលគ្រាប់ដែលនៅសល់ឲ្យខ្ញុំហើយចុះតានេះមានអ្វីដោះដូរជាមួយខ្ញុំទេធ្វើការប្រយ័ត្នប្រយែងមិនខ្លាចញញើតល្អណាស់បានចឹងហើយខ្ញុំនឹងធ្វើកិច្ចសន្យាឈាមប្រលឹងទឹកជាមួយឯងហើយដៃមកលោកតានេះគឺជាលៀបសំណាងដែលលោកតានិយាយមែនទេចាបោតាមខ្ញុំឈូលិញជីក្នុងនាមព្រះនៃមេទាំង9សូមបង្កើតកិច្ចសន្យានេះពីពេលនេះតទៅជោគវាសនាខ្ញុំផ្សារភ្ជាប់គ្នាចិត្តគំនិតខ្ញុំនឹងលើស្មើនឹងគ្នាទោះបីត្រូវធ្លាក់នៅក្នុងគ្រោះមហន្តរាយក៏ខ្ញុំនៅតែចូលរួមសុខរួមទុកជាមួយគ្នាកិច្ចសន្យាសម្រាប់ហើយពីពេលនេះជីវិតយើងទាំងពីររួមគ្នាតែមួយថ្ងៃនេះឃើញអញខំប្រឹងធ្វើការខ្ញុំនឹងជូនវត្ថុមួយជារង្វាន់ឲ្យឯងបន្ថែមទៀតនេះជាយន្តប្រមូលធាតុទឹកខ្នាតតូចមិនត្រឹមតែជួយឲ្យប្រមូលផលកាន3ដងសូម្បីតែបេសាក៏ធ្វើបាបឯងមិនបានដែរអរគុណនាងហើយការសម្ដែងធម៌ចិត្តចាប់ដើមហើយសើក្រាជួស៊ូថៃភីងឆ្លងមិនទាន់ផុតវគ្គសាលបងគ្មានសិទ្ធស្ដាប់ពាក្យទូមានព្រឹត្តិការណ៍ឡើយវិជាកាកសំណប់បែបនេះមិនបែរស្ដាប់ក៏ល្អដែរខ្ញុំមានវិជាម្យ៉ាងអាចជួយឯងបានអ្វីដែលខ្ញុំត្រូវបង្រៀនឯងគឺវិជាលាងជំរះឆ្អឹងនេះគឺជាវិធីវឹកហាត់រាងកាយដ៏ខុសខើបំផុតពេលចាប់ផ្ដើមហើយគឺមិនអាចបញ្ឈប់បានទេបើឯងទ្រាំរកបាននឹងអាចបំបែកខ្នោះនៃឆ្អឹងធម្មតាតែបើទ្រាំមិនបានស្រាលគឺដាច់សរសៃឈាមទាំងអស់ធ្ងន់គឺរលាយទាំងប្រលឹងត្រូវដណ្ដើមយកកិត្តិយសឲ្យខ្លួនឯងស៊ូថៃភីងឯងត្រូវតែប្រឹងប្រែងយកជាជំនះឲ្យបានមនុស្សឆ្អឹងធម្មតាម្នាក់នេះមិនស្មានថាឯងទ្រាំបានដល់ថ្នាក់នេះសោះមិនធម្មតាទេ
អរសាទរឯងឆ្លងផុតហើយឯងសម្រាប់បានរាងកាយដ៏បរិសុទ្ធហើយថ្ងៃមុខល្បឿនវឹកហាត់ទើបមិនទាន់ឆ្អឹងទឹកមាសតែវាក៏មិនចាញ់ឆ្អឹងទឹកខ្មៅប្រមាណដែរ ខ្ញុំមានអារម្មណ៍ថាកម្លាំងកំពុងតែកើនឡើងបាទនេះការរើរបស់កំពូលភ្នំទាំង7កាន់តែមានស បន្ ង្ឃឹ ទាប់ ម មកឯងមានឱកាសលុតដំរាងកាយ6ដងទៀតគ្រាន់តែការលុតដំទាំង6ដងនេះកាន់តែពិបាកឡើងការឈឺចាប់កាន់តែខ្លាំងបើប្រហែលតែបន្តិចចិត្តកំណត់នឹងត្រូវរលាយភ្លាមដែលខាងកុំលុបលុនចង់លឿនពេកពេលនេះព្រលឹងខ្ញុំមិនទាន់នឹងណទេត្រូវបន្តរំលាយធាតុទឹកក្នុងសម្បកសណ្ដាច់ទៀតឯងត្រូវតែខំប្រឹងវឹកហាត់ ជួយផង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 អ្នកក្លាហានខ្ញុំជាសិស្សក្រៅបាក់ឆេញសៀឈ្មោះលាវឆេញមីខ្ញុំមកបេះថ្នាំនៅទីនេះបេះសាច់ដេញតាមខ្ញុំអាចឲ្យខ្ញុំពូននៅទីនេះបន្តិចទេ ទីនេះគឺជាកន្លែងរបស់ខ្ញុំបើនេះមិនប្រកាន់ចូលមក អរគុណណាស់ចាំរបបខ្ញុំជាសះស្បើយខ្ញុំនឹងតបស្នងគុណសង្គ្រោះជីវិតមួយនេះឯងហេ ទីបំផុតទ្រាំលេងបានហើយ ឯងដឹងខ្លួនតាំងពីពេលណា កុំនិយាយថាឡើងភ្នំបេះថ្នាំពាក់ស្បែកជើងបែបនេះថាសមទេលៀងថាត្រូវចចកបិសាចតាមមួយផ្លូវប៉ុន្តែស្បែកជើងរបស់នាងគ្មានស្នាមប្រហែលសូម្បីតែបន្តិច ល្អណាស់បើដឹងខ្លួនហើយឆាប់ទៅងាប់ទៅអូកម្លាំងមួយនេះយ៉ាងហោចណាស់ក៏500ចិញ្ចឹងដែរគ្រាន់តែសត្វធម្មតាម្នាក់នៅក្រោមភ្នំហេតុអីខ្លាំងបែបនេះ នេះហើយគឺជាអត្តពលលៀងជំរះឆ្អឹង អ្នកក្លាហានលើកលែងជីវិតផងខ្ញុំឈ្មោះលាវឈិញមីប៉ិតមែនមិញនេះត្រូវខ្មោចឆាងគួយបញ្ជា ឆាយគួយប្រហែលជាពួកបិសាចព្រៃជាជក់ឈាមនាងខំបង្ខាញ់ខ្លួនតើមានរឿងចង់ពឹងពាក់ខ្ញុំទេ មែនហើយនេះជាធូបព្រលឹងម្ដាយកូន3ឲ្យទៅអុជធូបនេះរឿងរ៉ាវអតីតកាលនឹងបង្ហាញឡើង លើខ្ញុំមនុស្សថោកទាបនាងចាំបាច់ប្រឹងធ្វើអ្វីទៅបើមិនស្ដាប់បង្គាប់ជើងទេអ្វីដែលជើងធ្វើដាក់នាងនោះយើងនឹងធ្វើដាក់កូនស្រីនាងដូចគ្នា សិញហើយជីជាកូនម្ចាស់កំពូលភ្នំទី1ចិញ្ជាទោះបីបាក់ចិញ្ជាមកដាក់ទុកព្រោះតែខ្ញុំតែគេប្រើល្បិចចាប់ខ្ញុំកំរៀងកំហែងក្រោយពេលធ្វើបាបខ្ញុំរួចក៏បោះខ្ញុំចូលក្នុងព្រៃជ្រៅក្បែរនេះមិនយូរប៉ុន្មានខ្ញុំក៏ត្រូវខ្មោចឆាំងគុយលើត្របាក់ខ្ញុំមិនសុំឲ្យលៀងភាពជំរាបអយុត្តិធម៌ទេគ្រាន់តែសុំកុំឲ្យប្អូនស្រីត្រូវមនុស្សថោកទាបនោះបោកប្រាស់ទៀតតែប៉ុណ្្នឹងទេ នាងចង់ខ្ញុំទៅប្រាប់អូនស្រីរបស់នាងមែនទេ ចានាងឈ្មោះលាវជ័យឈានឥឡូវនាងជាសិស្សប្អូនរបស់សិញហើយជីខ្មោចឆាំងគុយនោះចិត្តមកដល់ហើយកាលវានៅរស់វាស្វឹងស្រាងាប់ដូច្នេះស្រាគឺជាចំណុចខ្សោយស្លាប់របស់វា សូមអរគុណសម្រាប់ដំរី អ្នកក្លាហានតូចពឹងលើលោកហើយឆាងគួយមកលឿនគ្រាន់បើ គ្រាន់តែជាក្មេងដែលមិនទាន់ដល់កម្រិតវិញ្ញាណអាចធ្វើអ្វីជើងបាន កម្លាំងខ្មោចរបស់ឆាងគួយនេះពិតជាខ្លាំងជាងខ្ញុំឆ្ងាញ់ណាស់ពេលនេះបងស្រីទេពអសរកំពុងដេកមានតែពឹងលើខ្លួនឯងហើយឯងបញ្ជូនតែខ្មោចដែលបំរើមកគឺដោយសារតែរូបរបស់ឯងត្រូវបានយន់ប្រមូលធាតុទប់ជាប់មិនឲ្យចូលរួចតាមមែនទេ ឯងលុបលុនចង់បានរបស់ទាំងនេះទៅពេលឲ្យឯងប្រកាសជាអាចវឹកហាត់បានសម្រេចពេលនោះចាំងខ្នងពុតប្រកាសជាចេញមកចងរៃឯងមើងងាយកំឡោតរបស់ជឹងមែនទេនាងទៅរបស់ទាំងនេះនឹងត្រូវរលីភ្លាមឯងចាំទៅមើលទៅ សិស្សស៊ូថៃភីងសូមទិញវិជាគុណនៅសាលាខាងលិចថ្លៃពេកហើយការគុណធម៌30កាក់ដូរបានតែវិជាគុណកម្រិតទាបមួយតែប៉ុណ្ណោះដំបូងចង់សន្សំកាក់បានច្រើនជាងនេះក៏ប៉ុន្តែនៅក្នុងពេលនេះយើងមិនអាចគិតច្រើនបានទៀតនោះទេទិញក្បាច់គុណគោខៀវគោខៀវផ្សំកម្លាំងពិតប្រាកដមានប្រយោជន៍ក្បាច់គុណទី1ឈ្មោះថាស្នែងគោបំមុខนุ่มក្បាច់ទី2វងគោបោះពួយក្បាច់ដើរដូចជាវងគោសម្រុកជុលមួយដៃទៅមួយដៃកាន់តែខ្លាំង រួមផ្សំជាមួយនឹងរូបឆ្អឹងទាំង6ដែលនៅសេសសល់បង្កើតឱកាសឈ្នះច្រើនមុខរនាងសិលបំផ្លាញបានហើយក្មេងចង្រៃឯងងាប់ទៅរនាងសិលបានបំផ្លាញបានហើយក្មេងចង្រៃឯងងាប់ទៅកុំគិតថាពួកនៅទីនេះដែលស្ងប់ស្ងាត់យើងមិនអាចរកឃើញនោះ មិនស្មានថាវាខ្លាំងដល់ថ្នាក់នេះ ស្នែងគោបុកភ្នំវងគោបោះពួយអស់កម្លាំងទៀតហើយដល់ពេលជើងហើយឯងស្លាប់ទៅខ្លាំងជាងមុនហើយយ៉ាងម៉េច ដើមឡើយបណ្ដាសានេះប្រើដើម្បីទប់ទល់ជាមួយនឹងបាឈិញរសជាតិដែលត្រូវគិតបបាឆ្អឹងចាំមិនដែរយ៉ាងមិនចេះ
ហើយតែឆ្អឹងវិញ្ញាណកាន់តែធំគឺកាន់តែងាយរងការបំផ្លាញហើយឯងបានជាឯងមិនអីយើងដឹងហើយមិនមែនឆ្អឹងវិញ្ញាណទេឯងមានឆ្អឹងធម្មតាអ្នកណាប្រាប់ថាជើងត្រូវការរបស់អនបែបនេះមីស្រេចថៅទៀបច្បាច់ជាវាហើយស្មារតីថាជើងត្រូវស្លាប់ក្របដៃមនុស្សឆ្អឹងធម្មតាទៅវិញកាលពីមុនជើងក៏មានឆ្អឹងធម្មតាដែរពួកគេអង្គអំណាចក៏ជន់ឈ្លីជើងទោះបីជាខំហាត់ជាងណាក៏ត្រូវពួកវាកំតិចដដែលបើឯងបានជប់លឿនជាងនេះប្រហែលជាជើងមិនចាំបាច់ធ្វើជាខ្មោចបែបនេះទេម្ចាស់ជើងមិនអាចលើកលែងឲ្យឯងឡើយឯងគួរតែបច្ចាត់ខ្លួនទៅអាឡត់បីខែទៀតជើងរបស់ស្បែកឯងចាច់ជាមិនខានរួមទាំងយកពលនឹងឯងមកធ្វើជាទីសកលទាំងជប់ទាំងថ្ងៃឯងនឹងវិទ្យាជាងស្លាប់បើគុំតែបានដូរឆ្អឹងពលឺរាងកាយទេប្រហែលជាត្រូវសន្លប់បាត់ទៅហើយគេថាមកកំទេចខ្ញុំ3ខែទៀតប្រហែលជាដោយសារទវារបួសត្រូវតែប្រញាប់ទម្លុះកម្រិតឲ្យបានលឿនឬមួយក៏វត្ថុដែលខ្មោចប្រើសម្រាប់លាក់ទុកមុនអាគមនោះបន្ទប់ចាស់មានបណ្ដាសាទុកវាម្លាយសិនចុះចាំមើលខ្ញុំជាបារបួសជាសិនទាំងក្លាហាននិងបញ្ញាមិនអន់ឡើយតែផ្លូវធម៌វិញឆ្ងាយណាស់ក្លាហានមួយពេលគ្រាន់តែជារឿងទូចតាចចាំមើលជឿរើជួបប៉ែងចុះពូចាស់ទុំប៉ាឈិញស្វៀនដឹងថាជិះយករ៉ៃអស់បែរជាគ្មាននរណាមកពិនិត្យចុងក្រោយបើពាក់បរោះមកដោះស្រាយជំនួសពុតជាចម្លែកណាស់ហេតុអីសរសៃទើបជាវិញខ្លួនឯងថៃផេងតើបងស្រីទេពអសររបស់ទៅនេះគឺធ្លាក់ចេញពីខ្លួនតកែខ្មោចពេលដែលខ្ញុំសម្លាប់វាក្បាច់កូនកោខេវនេះខ្លាំងខ្លាំងណាស់បើបានថែមភាពរស់រវើកបន្តិចនឹងកាន់តែអស្ចារ្យខ្ញុំបានកែសម្រួលក្បាច់កូនមួយចំនួនឲ្យឯងហើយថ្ងៃក្រោយឯងហាត់ទៅនឹងចំណេញកម្លាំងពាក់កណ្ដាលបងស្រីទេពអសរខ្ញុំមានអារម្មណ៍ថាក្បាច់កូនខ្ញុំកាន់តែខ្លាំងជាងមុនបងស្រីទេពអសរនៅពីក្រោយតកែខ្មោចនោះនៅមានស្ដេចខ្លាមួយទៀតជួយរកវិធីទទួលជាមួយគេផងការសម្រាប់លើកនេះខ្ញុំបានធ្វើឲ្យពលឹងដែលនៅសល់រឹងមាំហើយការមកដល់អាយុ500ឆ្នាំស័ក្តិសមជាតែត្រាំស្រាធ្វើថ្នាំបំផុតលោកតាធ្លាប់ប្រាប់ថាមនុស្សស្រីមានពេលខ្លះគួរខ្លាចជាងខ្លាទៅទៀតមានរឿងអីមិនបានធ្វើជាគ្រូសិលតែបានប្អូនប្រុសគូឯងស្រីម្នាក់ក៏ល្អដែរកុំហៅខ្ញុំតបងស្រីទេពអប្សរទៀតអីហើយតបងស្រីលេងយាវិញទៅបងស្រីលេងយាមិនស្មានថាថៅកែខ្មោចនេះមានអាវុធទឹកសោះឯងសាក់បញ្ជាថ្មធម្មអាវុធទឹកចូលដល់ខ្លីនេះទៅមើលចុះខ្ញុំដូចជាអាចបញ្ជាវាបានហើយគួរឲ្យស្ដាយវាគ្រាន់តែជាអាវុធទឹកកម្រិតទាបអាចប្រើបានត្រឹមតែវាឆ្មក់ប្រហែលមិនមែនហើយតកែខ្មោចនៅសល់របស់មួយនេះទៀតថ្នាំទឹកបំបាយកម្រិតលំមអាចជួយឯងទម្លុះចូលទ្វារកម្រិតដំបងបានឯងលេបវាទៅបងនឹងជួយការពារឯងខ្ញុំពិនិត្យហើយថ្នាំនេះច្បាស់ជាគ្មានបញ្ហាទេចុះហេតុអីថៃផេញឈឺចាប់ម្លេះឬមួយក៏មកពីគេជើងមកហើយថៃផេញប្រាខ្សែភ្នែកភ្ជាប់ធម្មពលរវាងមេឃនិងដីនេះជាសមត្ថភាពដែលអាចលេចឡើងក្រោយពេលយល់ដឹងពីគម្ពីរលំដាប់ទី2ហើយតែក្មេងនេះសូម្បីតែសិទ្ធិហាត់រៀនក៏គ្មានផងយល់ដឹងវាបានយ៉ាងម៉េចគ្មានអ្នកបង្រៀនតែយល់ដឹងមុនអាយុឬមួយជាចិត្តធម៌ឆ្លោះថ្លាក្នុងរឿងព្រេងចិត្តធម៌ឆ្លោះថ្លាពិតជាកម្រមានណាស់តែវាក៏ងាយតាក់ទាញពួកបិសាចមកដែររឿងធំក្លិនហើយកម្លាំងធាតុចិត្តធម៌ឆ្លោះថ្លាឲ្យមនុស្សមានឆ្អឹងប្រឆាំងមានចិត្តធម៌ឆ្លោះថ្លាផងព្រះហឫទ័យសួរត្រង់ពិតជាសាហាវណាស់ពិតជាមានល្បិចកលគួរឲ្យសម្ដេចមែនមនុស្សដែលខ្ញុំឈឺយន្តជាចង់ការពារទោះស្ដេចបិសាចមកផ្ទាល់ក៏កុំសង្ឃឹមប៉ះពាល់គេបានសូម្បីតែបន្តិចរកជីវិតការរលត់បន្តគ្នាចង់ចាំរលីសូនឲ្យប្រលឹងរលីបាត់ឬចង់តែឋានបិសាចវិញជ្រើសរើសមួយមកអើអើយដើមឡើយចង់ជួយអញទៅស្ដេចខ្លាតែពេលនេះមានតែពឹងលើខ្លួនឯងហើយសមត្ថភាពរបស់ខ្ញុំមានអារម្មណ៍ដឹងពីសមត្ថភាពហើយបងស្រីលីងយាខ្ញុំទម្លុះចូលទ្វារកម្រិតដំបូងហើយថៃពេញតូចពេលឯងដឹងខ្លួនឡើងបងស្រីបានត្រឡប់ទៅសង្ងំកេងក្នុងវិញ្ញាណវិញហើយដែលបានបន្សាទុកសម្លេងនេះព្រោះមានរឿងពីរបីចង់ប្រាប់ឯងគឺដោយសារតែអញ្ចឹងសោះបងស្រីលីងយាសុខចិត្តថយគ្រោះថ្នាក់ដើម្បីជួយដេញពួកបិសាចពេលនេះខ្ញុំមានឱកាសហាត់រៀនហើយខ្ញុំត្រូវខំប្រឹងប្រែងហាត់ជាងអ្នកដទៃរាប់ពាន់ដងសូមឲ្យរាងកាយឆ្អឹងប្រឆាំងនេះឈានដល់កម្រិតឋានសួគ៌គូទ្វារជួឲ្យបាយជាគ្មានអ្នកឆ្លើយប្រហែលជាកំពុងធ្វើរឿងលួចលាក់នៅខាងក្នុងហើយមើលទៅ
ឯងមិនមែនជាកូនឆ្កែនៅច្រកទ្វារនេះទេមិនក៏មិនទាន់ងើបទៀត លោកម្ចាស់តូចសូមកុំប្រកាន់អីនាងឈ្មោះលីវស៊ីឈីងពេលនេះជាសិស្សប្អូនស្រីរបស់ស៊ីងហឺជីសុំសួរមកតូចបន្តិចប៉ុន្មានឆ្នាំមកនេះធ្លាប់ឃើញមនុស្សស្រីម្នាក់ទេដែលមានមុខមាត់ស្តៀង បើ ខ្ញុំ ខ្ញុំលាតត្រដាងការពិតនៅក្នុងពេលនេះវាច្បាស់ជាសម្រាប់បំបត្តិមាត់ជាមិនខានមិនដែលឃើញទេ តើសិស្សប្អូនបើមិនប្រញាប់ទៅទិញភារកិច្ចប្រមាញ់ស្ដាច់ខ្លា គឺត្រូវតែរកវិធីឲ្យធូបតាមព្រលឹងដើម្បីឲ្យនាងដឹងពីមុខមាត់ពិតរបស់ស៊ីងហឺជី មិនបានជាទៅតែម្ដង សុំតើផងគឺខ្ញុំ ដោយសារពួកយើងមិនសូវស្រួលខ្លួនទើបបានចំមកជឿ កុំខ្វល់អីលើកនេះមានខ្ញុំនឹងសាច់ច្បាំងទាំងពីរជួយការពារធានាថាការហ្វឹកហាត់របស់ពួកអញមានសុវត្ថិភាពសត្រូវដែលយើងត្រូវប្រឈមមុខជាបេសាចកម្រិតស្ដេចដាច់ខាតកុំប្រហែស មុនមិនចាំបាច់បារម្ភទេមុនចេញដំណើរលោកគ្រូបានប្រគល់យន្តទិបឲ្យហើយបើមានគ្រោះថ្នាក់ពួកយើងអាចការពារខ្លួនបានបើគំតែជាប់បេសកកម្មខ្ញុំពិតជាចង់នៅមើលថែនាងតែម្នាក់ឯងណា អ្នកណាមកគេកៅនៅទឹកដីរបស់យើង ប្រចាំ មកបានហ៎ចូលទៅ គេបានឈានដល់កម្រិតទី3ហើយជិតដល់កម្រិតកំពូលហើយ ប្រហែលជាមិនឆ្ងាយទេចាំពួកយើងពេលអស្ចារ្យខ្លះអស់កម្លាំងសិនចាំពួកអញចូលទៅសម្រាប់ផ្ដាច់ របៀបគិតក្នុងបែបនេះច្បាច់ពីស្លាប់ចាច់ជាមិនខាតគ្មានការត្រៀមខ្លួនទុកតតែសោះ ដឹងទេថាស្ដេចខ្លានោះយើងចិញ្ចឹមលាក់មុខច្រើនឆ្នាំហើយគេបានធ្វើការងងឹតជំនួសយើងមករហូតពេលនេះគេចិត្តបានសម្រេចកម្រិតស្ដេចបិសាចសិស្សដែលចុះពីលើភ្នំលើកនេះក្រៅពីយេស៊ីនខ្លាចជាចំណីរបស់គេតែទាំងអស់នឹង ក្រុមឃ្លោកទឹកនេះអាចបញ្ជូនពួកយើងទៅឆ្ងាយរាប់ពាន់លីសេជិនអញជួយការពារពួកគេទៅ សល់តែសិស្សម្នាក់ប៉ុណ្ណោះអាចធ្វើអ្វីជើងបាន ពួកឯងទ្រាំសិនទៅខ្ញុំទៅរកជំនួយសិន រៀមច្បងកំរំអី ក្បាច់ជួងមាសទុំមិនបានយូរទេបន្តិចទៀតពួកយើងត្រូវតែ ក្លិននៅខ្លួនពួកឯងក៏ឧបណាស់ម្នាក់មានឆ្អឹងវិញ្ញាណខ្មៅម្នាក់ទៀតមានឆ្អឹងវិញ្ញាណមាសមកធ្វើជាចំណីរបស់ជើងទៅ មានការខ្មោចឯងជាអ្នកសម្រាប់ពីមែនទេដាក់វាគ្រាន់តែជាកូនដាវស្ដេចខ្លារបស់យើងប៉ុណ្ណោះចាំយើងជាសះស្បើចាំសងសឹកក៏មិនជិតពីដែរ ចិនហើយមិនជាមនុស្សល្អទេត្រូវតែប្រយ័ត្នផង ចាំបន្តិចលោកតែម្នាក់ឯងសម្រាប់គេមិនបានទេ ពេលនេះគឺជាការល្អបំផុតហើយ ស៊ូថៃភិញប្រយ័ត្នផង ឯងដេញតាមជើង7 ជប់ 7 ថ្ងៃមកហើយពិតជាជើងសម្រាប់ជើងពិតមែន បើមិនស្លាប់យើងមិនឈប់ទេពួកយើងដឹងចិត្តគ្នាច្បាស់ហើយថ្ងៃនេះឯងដាច់ខាតត្រូវតែស្លាប់ ចៅមនុស្សសហាត់ដល់កម្រិតនេះមិនធម្មតាបើសម្រាប់ឯងធ្វើជាខ្មោចបំរើនោះច្បាស់ជាសប្បាយឯងគិតថាជើងខ្លាចឯងមែនទេ កម្លាំងខុសគ្នាឆ្ងាយពេកចុងក្រោយនៅតែស្លាប់ ហើយស្លាប់នៅក្រោមដៃរបស់ជើងឯងគូតែអស់ចិត្តហើយ ថៃពេញតូចផ្ដោតអារម្មណ៍ឲ្យល្អខ្ញុំកំពុងប្រើវិជាបញ្ជូនសម្លេងពីចម្ងាយនិយាយជាមួយឯងបន្តិចទៀតខ្ញុំនឹងប្រើបលឹងបញ្ជាកាយឯងតែមានពេលត្រឹមតែមួយដៃប៉ុណ្ណោះមើលឲ្យច្បាស់ ក្បាច់នៅតែដដែលរាងកាយនៅតែដដែលគ្រាន់តែបដូររបៀបបាយចេញតែបន្តិចប៉ុណ្ណោះកម្លាំងបែរជាខ្លាំងអស្ចារ្យយ៉ាងនេះ នេះជាក្បាច់ដៃធ្ងន់រាប់ពាន់ជាន់មើលទៅដូចតែមួយដៃតែការពិតគឺកម្លាំងដៃរាប់ពាន់ដៃរួមមកចំណុចតែមួយក្នុងល្បឿនលឿនបំផុតហើយបញ្ចេញកម្លាំងបុកទម្លាយក្នុងមួយប្រភេទភ្នែកថៃពេញតូចឯងសាឡ ប បង ងស្រីលីងយីមើលស្រាក់ខ្ញុំពេកហើយ ឯងដែលបានជិះខ្សោយជាងមុនម្លេះមើលទៅក្បាច់គុណដាល់មិញនេះឯងពីបានតាមម្ដាយទេ
អ្នកហាត់រៀនដែលមានវិសនាខ្ពស់យើងធ្លាប់ជួបច្រើនមកហើយតែអ្នកទទួលនឹងក្បាច់ជើងបានគ្មានតែម្នាក់គត់បន្ទាប់ពីនេះមកក្បាច់របស់យើងគឺមានឈ្មោះថាឡាពិឃាតបើឯងទប់ស្និទ្ធនេះបានបញ្ជាក់ថាមិនមែនជាមនុស្សឆ្អឹងប្រឆាំងឡើយតែបើសិនជាឯងទប់មិនជាប់ទេនោះព្រមនេះខិតឯងហើយថៃពេញតើពួកយើងចាំឯងនៅលើភ្នំ អាអ្នកសុំទានវាយវាងាប់ទៅហើយគ្រាន់តែជាការសំណត់ថោកទាបហើយភីងដើម្បីខ្លួនឯងដើម្បីឆ្អឹងមនុស្សធម្មតាត្រូវតែយកឈ្នះឲ្យបានខ្ញុំមិនអាចដូននៅទីនេះបានទេ មនុស្សស្មានថាយើងត្រូវចាញ់ក្រំធ្វើដៃមនុស្សឆ្អឹងប្រឆាំងសោះ ពិបាកណាស់យើងកើតក្នុងព្រៃភ្នំដើម្បីគ្រាន់តែជាសត្វខ្លាមក្បាលដោយសារតែព្រំនេះខិតទើបយើងអាចបើកទ្វារវិញ្ញាណបានហើយឈានជើងចូលទៅក្នុងផ្លូវហាត់វិជាគុណដើរតាមពួកគេដើម្បីតស៊ូនឹងព្រំនេះខិតជាផ្លូវតែមួយគត់របស់យើងដើម្បីប្រឹងវឹកហាត់វិជាគុណដើម្បីដើរប្រឆាំងនឹងព្រំនេះខិតពួកយើងរស់រៀនទោះបីជាត្រូវបំផ្លាញដោយសារនោះក៏ដោយមុននេះយើងបានគិតថាឲ្យតែខ្លាំងគ្រប់គ្រាន់គឺអាចបំបាច់បានហើយតែចុងក្រោយទើបដឹងថាច្បាប់ទម្លាប់នៃមេឃហើយនឹងដីត្រូវឲ្យពួកនោះក្តាប់បានទាំងអស់អានអត់យើងសប្បាយចិត្តណាស់ដែលបានស្លាប់ក្រោមធ្វើដៃរបស់ឯងមិនដូចជាពួកគេឡើយស្អីទៅជាឆ្អឹងវិញ្ញាណនោះសុទ្ធតែជាក្លិនខ្លួនគួរឲ្យស្អប់ខ្ពើមច្បាប់ទម្លាប់រវាងមេឃហើយនឹងដីមិនគួរសម្រេចដោយមនុស្សមួយក្រុមទូចឡើយកំណត់របស់មនុស្សមិនត្រូវបានកំណត់ថាថោកទាបនោះឡើយពុកបិសាចនោះស្លាប់ហើយ អាសត្វនោះឈានចូលដល់កម្រិតបិសាចហើយពេលប្រឈមមុខជាមួយនឹងសិស្សរបស់សៀនស្វីទោះជាទប់មិនឈ្នះក៏ដោយក៏មិនអាចងប់ងាយយ៉ាងនេះបានដែរច្រើនឆ្នាំនេះគឺធ្វើការពងពួតលាក់មុខឲ្យពូជាងច្រើនឆ្នាំនៅថ្ងៃខាងមុខពិបាករកឧបករណ៍ដែលល្អបែបហ្នឹងណាឬមួយក៏លោកគ្រូតូចជាអ្នកចេញដៃ គេកំពុងតែស្ថិតនៅក្នុងសមុទ្រខាងជើងមិនអាចត្រឡប់មកលឿនយ៉ាងនេះពេកទេ តែពីគាត់មាននរណាទៀតទៅ ថៃពេញតើឯងហត់ដែរទេ ខ្ញុំមិនហត់ទេ ល្អណាស់មកមើលផលដែលទទួលបានលើកនេះគ្រាប់ថាមកពុជីវិតរបស់ស្ដេចខ្លាននេះខ្លាំងជាងអសត់លីងជំរះកាយថ្នាក់ខ្ពស់ទៅទៀតច្បាស់ជាអាចជួយឯងបានឡើងដល់កម្រិតវាំងយូបានគ្រាន់តែថា ស្អីទៅ ថាមកពុរបស់វាគឺខ្លាំងខ្លាពេកបើប្រហែលតែបន្តិចគឺត្រូវដាច់សរសៃឈាមកំតិចតើឯងហ៊ានភ្នាល់ដែរទេ ខ្ញុំមិនចាំប្រឆាំងស្រាប់ហើយបើគ្រាន់តែគ្រោះថ្នាក់ប៉ុណ្ណឹងមិនហ៊ានប្រឈមមុខផងនោះអាចទៅទម្លាយវាសនាបានយ៉ាងម៉េចខ្ញុំមិនចោះចាញ់ទេ ល្អណាស់ ក្បាច់ពង្រឹងរាងកាយ ល្អណាស់ឯងទ្រាំបានហើយមើលទៅដល់ពេលត្រូវបង្រៀនក្បាច់គុណពង្រីករាងកាយឲ្យឯងហើយ ចង់មានន័យថា ថៃពេញឯងត្រូវចាំទុកដៃធម្មតាគង់តែខ្លាចជាពេជ្រពួកអ្នកហាត់រៀនដាច់រឹកខ្ពស់ហួសពពកទាំងនោះតែងតែគិតថាឆ្អឹងទៅពីកំណើតជាចន្ទាឡើងឋានសួគ៌តែពួកគេភ្លេចគិតថាតាំងពីបុរាណមកអ្នកដែលទម្លាយលោកធាតុពិតប្រាកដមានអ្នកណាខ្លះដែលមិនបានលត់ដំឆ្អឹងថតរមមនេះមុនគេនោះផ្លូវនៃការហាត់រៀននេះមិនគួរត្រូវកម្រិតដោយសារតែឆ្អឹងប្រឆាំងទេ